ព្រះគម្ពីរពងសាយវតារក្សត្រទី1ចំពុកទី5រីឯហ៊ីរ៉ាមជាស្ដេចស្រុកទីរ៉ូសទ្រង់ចាត់ពួកមហាថ្លឹកឲ្យមកគាល់សាឡូមោនដោយឮថាគេបានចាក់ប្រេងតាំងសាឡូមោនឡើងជាស្ដេចជំនួសបិតាទ្រង់ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីតតាំងតែពីដើមមកចំណែកសាឡូមោនទ្រង់ចាត់គេឲ្យទៅឯហ៊ីរ៉ាមទូលថាទ្រង់ជ្រាបហើយថាដាវីតជាបិតានៃទូបង្គំរកស្អាងព្រះវិហារថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោកមិនបានដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសទីជុំវិញដរាបដល់ព្រះយេហូវ៉ាបានមកក្រាបគេនៅក្រោមបាទីលោកតែឥឡូវនេះព្រះយេហូវ៉ាជាព្រះនៃទូបង្គំទ្រង់បានប្រោសប្រទានឲ្យទូបង្គំបានឈប់សម្រាកនៅគ្រប់ទិសឥតមានសត្រូវឬហេតុអាក្រក់ណាកើតឡើងឡើយដូច្នេះមើលទូបង្គំបានគិតសម្រេចនឹងស្អាងព្រះវិហារមួយថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃទូបង្គំតាមដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីតជាបិតាទូបង្គំថាកូនឯងដែលអញនឹងតាំងឲ្យសោយរាជជំនួសឯងនោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះអញហេតុនេះសូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូបង្គំឯពួកបាវទូបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ហើយទូបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកបាវទ្រង់តាមតែទ្រង់មានបន្ទូលត្បិតទ្រង់ជ្រាបហើយថានៅក្នុងពួកសាសនៃទូបង្គំគ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេកាលហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់សាឡូមោននោះទ្រង់មានសេចក្តីអំណរជាខ្លាំងក៏មានបន្ទូលថានៅថ្ងៃនេះសូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដែលទ្រង់បានប្រទានឲ្យដាវីតមានបុត្រមួយតែមានប្រាជ្ញាឲ្យត្រួតលើសាសដ៏ធំម្ល៉េះហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូមោនថាទូលបង្គំបានឮសេចក្តីដែលទ្រង់ផ្ញើទៅទូលបង្គំហើយទូលបង្គំទទួលធ្វើឈើតាត្រៅនិងឈើកកោះតាមបំណងព្រះតីទ្រង់គ្រប់ចម្ពោះពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចោះពីលើភ្នំល្បាណូនដល់សមុទ្រចងជាក្បូនបណ្ដែតទៅតាមសមុទ្ររហូតដល់កន្លែងណាដែលទ្រង់កំណត់ទុករួចទូលបង្គំនឹងឲ្យគេស្រែកថ្វាយដល់ទ្រង់នៅទីនោះបើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញនោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពួកនៅដំណាក់ទូលបង្គំផងដូច្នេះហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅនិងឈើកកោះដល់សាឡូមោនតាមបំណងព្រះតីទ្រង់គ្រប់ចម្ពោះហើយសាឡូមោនក៏ថ្វាយស្រូវផូចសាលី 20000 រង្វាល់ដល់ហ៊ីរ៉ាមទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់និងប្រេងសម្រាំង20 រង្វាល់គឺយ៉ាងនោះដែលសាឡូមោនបញ្ជូនទៅហ៊ីរ៉ាមរាល់តែឆ្នាំព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូមោនមានប្រាជ្ញាដូចជាទ្រង់បានសន្យាហើយហ៊ីរ៉ាមនិងសាឡូមោនក៏មានមេត្រីនឹងគ្នាព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផងស្ដេចសាឡូមោនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែលបានចំនួន 30000 នាក់រួចទ្រង់ចាត់គេឲ្យទៅភ្នំល្បាណូនដោយវេនក្នុងមួយខែ 10000 នាក់គឺគេនៅឯភ្នំល្បាណូនមួយខែហើយនៅឯផ្ទះ2ខែមានអាដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្សដែលត្រូវកេណ្ឌមកធ្វើការនោះទ្រង់ក៏មានមនុស្ស 70000 នាក់សម្រាប់លីសែងហើយ 80000 នាក់សម្រាប់ដាប់ថ្មនៅឯភ្នំហើយក្រៅពីពួកនោះមានពួកនាយរបស់សាឡូមោនសម្រាប់ត្រួតត្រាការចំនួន 3300 នាក់ទៀតគឺជាពួកអ្នកបង្គាប់ការលើបណ្ដាពួកជាងធ្វើនោះស្ដេចទ្រង់ក៏ចេញបង្គាប់ហើយគេដាប់យកថ្មយ៉ាងធំមកជាថ្មមានតម្លៃសម្រាប់ធ្វើជាឫសជញ្ជាំងនៃព្រះវិហាររីឯជាងរបស់សាឡូមោននិងពួកជាងរបស់ហ៊ីរ៉ាមហើយពួកជាងដាប់ក្រឡាថ្មនោះគេក៏ត្រៀមឈើនិងថ្មទុកសម្រាប់ស្អាងព្រះវិហារ